ខ្ញុំឧទាហរណ៍ជាក់ស្ដែងមួយចំនួនទៀតហេតុនេះបាននិយាយថាយុទ្ធសាស្ត្រឬក៏បើភាសាខ្មែរថាការសិក្សាសាក្រមសារិកាមានប្រយោជន៍ហេតុនេះភាសាចេះការណាបកស្រាយច្បាប់គឺជាសិល្បៈនៃការផ្ដល់តលេខរឹងមាំណាលោកវិជ្ជរាអេងជាមេធាវីមកខាងទៀតលោកវិជ្ជរាអេងលើកហេតុផល1 2 3 4 5ខ្ញុំជាវីមកខាងទៀតខ្ញុំលើកហេតុផល4 5 4 7 8លុបទៅលើវិជ្ជរាអេងអញ្ចឹងយើងគុំហេតុផលអត់ហ្នឹងធ្វើឲ្យអំណាងរបស់យើងវារឹងមាំអញ្ចឹងហើយខ្ញុំថាការបកស្រាយច្បាប់ជាសិល្បៈគុំនៃហេតុផលសំអាងហេតុអញ្ចឹងហើយខ្ញុំចង់និយាយថាការសិក្សាយុទ្ធសាស្ត្រសារិកាសាក្រមវាមានប្រយោជន៍ហ្នឹងហើយខ្ញុំបានគូចោលមួយទៀតកន្លងមកខ្ញុំបានចេញសិភៅមួយក្បាលវាច្រើនក្បាលខ្ញុំចេញមួយមួយក្បាលហ្នឹងគឺសង្ខេបយុទ្ធសាស្ត្ររបស់តុលាការតុលាការកំពូលបាទប៉ុន្តែអាសាលេខាហ្នឹងវារឿងចាស់តិចខ្ញុំចង់បើកវងចោលឡើងហ្នឹងខ្ញុំចង់យកអានេះឧទាហរណ៍មួយចំនួនដែលយកមកបង្ហាញជូនអ្នកសិក្សារៀនសូត្រច្បាប់ថាតើចៅក្រមគាត់ចេញសាលេខាមកហើយគាត់ជួយបំភ្លឺបញ្ហាច្បាប់យ៉ាងម៉េចខ្លះណាឡើករណីមួយជាឧទាហរណ៍ក្មេងហ្នឹងនាំចូលមកពេទ្យដល់ហើយនាំចូលមកពេទ្យស្រាប់តែពេទ្យមិនដឹងមកក្មេងក៏ស្លាប់ទៅក្មេងពីរនាក់ណាបាទហ្នឹងតុលាការជិះដល់តុលាការកំពូលគាត់ពិចារណាគាត់ថាគាត់ប្រើគ្លីមកឃ្លីគាត់ថាគាត់រុញខេសនឹងត្រឡប់ទៅឲ្យតុលាការជួយទឹកគាត់ថាចៅក្រមអង្គសេចក្តីមិនទាន់បានពិចារណាទេថាតើការស្លាប់របស់ក្មេងហ្នឹងវាជាការស្លាប់ដែលដោយសារតែធម្មតាតាមបែបធម្មជាតិនេះកន្លែងនេះខ្ញុំបើកវងចោលហើយខ្ញុំសង្កត់ធ្ងន់ឡើងហ្នឹងហេតុអីសារដីការបស់តុលាការយើងវាខ្លីមែន3 4 5ទំព័រហើយអ្នកគាត់ថាគាត់រិះគន់ថាមិនសូវមានស្អាងហើយនឹងមកប៉ុន្តែបើសិនតែយើងចេះមើលគេនេះចេះមើលខ្ញុំដកស្រង់មកឃ្លៀមិញតុលាការកំពូលបានបង្គាប់ឲ្យតុលាការជាន់ទីពិចារណាមើលថាតើការស្លាប់របស់ក្មេងនេះគឺជាការស្លាប់តាមបែបធម្មជាតិឬក៏អាឃ្លៀគាត់មួយម៉ាត់ហ្នឹងណាហើយជាដណ្ដងជាអ្នកខ្លះយល់ថាគាត់អត់បង្កើតជាទ្រឹស្ដីច្បាប់មួយប៉ុន្តែតាមពិតអាហ្នឹងបង្កើតជាទ្រឹស្ដីមួយរបស់ប្រព័ន្ធ common law ដែលគេដោះស្រាយអំពីការទទួលខុសត្រូវរបស់ពេទ្យនៅក្នុងករណីដែលអ្នកជំងឺនឹងស្លាប់ណាឧទាហរណ៍បើកូនក្មេងទាំងពីរហ្នឹងគាត់ឈឺធ្ងន់មែនតើហើយចូលមកដល់ពេទ្យហ្នឹងទូពេទ្យទេវតាហ្នឹងឃើញទេទោះបីពេទ្យទេវតាហ្នឹងក៏ព្យាបាលមិនជាមានន័យថាអាការៈដែលក្មេងស្លាប់ហ្នឹងគឺតាមធម្មជាតិបាទបើគេរកឃើញអញ្ចឹងពេទ្យហ្នឹងអត់ទទួលខុសត្រូវគុំមិនទាន់ទេចឹងខ្ញុំចង់និយាយថាម៉េចខ្ញុំចង់និយាយថាអាហ្នឹងចៅក្រមរបស់យើងគាត់បង្កើតជាវិធានមួយដើម្បីឲ្យតុលាការជាន់ទាបយកទៅពិចារណាណាហើយហ្នឹងបានន័យថាច្បាប់យើងអត់ទាន់បានចែងទេក៏ប៉ុន្តែចៅក្រមកំពូលគាត់សរសេរមកឃ្លាហ្នឹងដូចគាត់ជួយឲ្យដេញបំភ្លឺជួយបង្កើតជាវិធានមួយដើម្បីជាមូលដ្ឋានឲ្យចៅក្រមជាន់ទាបគាត់ពិចារណាសួរអាហ្នឹងខុសច្បាប់អត់ខុសណាអត់មានបង្កើតនៅបទល្មើសថ្មីណាគាត់បង្ហាញពី reason មួយដែរអត់មានបង្កើតបទល្មើសថ្មីដែលនាំឲ្យទៅបំពេញអំណាចរបស់ដេញសភាណាអញ្ចឹងបើករណីខ្ញុំមើលខេសហ្នឹងករណីទៅខាងមុខខ្ញុំការពារឲ្យពេទ្យណាហើយគេចោទប្រកាន់ពេទ្យដែលជាកូនក្តីរបស់ខ្ញុំថាអ្នកឯងបានអីអ្នកឯងបានសំណក់ក្មេងខ្ញុំយកអយុធសាស្ត្រទៅប្រើទៅពិចារណាខ្ញុំប្រាប់លោកចៅក្រមតាមពិតបើតាមមើលផុសតាំងកន្លងមកគឺថាក្មេងហ្នឹងគាត់គឺ
miên chủng ngữ mũi thôn thơ xong bay tập bê chịu bang ở là phép cô con tập chọc với được slap này chắc là miên như sao bỏ la ca tham miên sao để cả bỏ la ca cũng với không cạo đấy nữa cua ta ở bên với khử này năng trong gì thằng rồi cháu cái này ní la ca của pool con mình bằng lưới và mình lưới bị mình cho bác đấy và đây la ca của pool lại đi quạt bằng cá nở mấy mũi chỉ sầm ăn hai thấm mấy mùi đại ọt miền không bác phải để ai chui đồng miền thử với trà crom nông cá ai bị trà na sầm rách nếu biết để miền nước sẽ điên tiếng cùng bông tay bị trà na đòi đại trà crom đúng không cà phê để miền thử bị nào đấy là trong gì vì bây giờ thì sao crom xả để cả ai đến đây trong gì liên thà ta dù sẽ hay video và to nữa được không gì giống tha ô sả lá đây cái vai của họ mà cứ bật caឡើងចិត្ត20ឆ្នាំចិត្ត20ឆ្នាំណាhọបង្កើតបានឯកសារប្រហែលជាជុំវិញ3-4 លានទំព័រសេចក្តីសម្រេចប្រហែលជារាប់ម៉ឺនហើយនៅក្នុងសម្ដីសម្រេចខ្លះខ្ញុំមិននិយាយទាំងអស់ទេពីមានលោតចេញឡើងលើទិសដីច្បាប់មួយចំនួនដែលយើងគួរតែយកសិក្សាស្រាវជ្រាវចឹងវីដេអូបន្តតយើងលើកយកអតិស័យច្បាប់មួយហើយពិចារណាអាចសួរខ្ញុំថាហ្នឹងមានន័យថាម៉េចគេប្រើបករបស់ម៉េចហាហ្នឹងមាននៅក្នុងច្បាប់របស់កម្ពុជាអត់ហើយអាហ្នឹងវាមានប្រយោជន៍អីសម្រាប់ចៅក្រមមានតែវិចារណាណាបាទសូមអរគុណ